ពាក់ព័ន្ធនឹងការបើកច្រកព្រំដែនសម្ដេចតេជោក៏បានបញ្ជាក់ច្បាស់ថាកម្ពុជាគ្មានការចាំបាច់ដែលត្រូវនិយាយពីបញ្ហានេះទៀតឡើយហើយប្រជាពលរដ្ឋខ្មែរក៏មិនចាំបាច់ទន្ទឹងរង់ចាំការបើកច្រកព្រំដែននោះដែរផ្ទុយទៅវិញការគ្រប់គ្រងផលិតផលក្នុងស្រុកគឺជារឿងដែលត្រូវធ្វើជាចាំបាច់បាទសំណួរដែលគេចោទសួរប្រហែលថ្ងៃចុងក្រោយនេះតើកម្ពុជាគួរបើកព្រំដែនជាមួយសៀមវិញដែរឬទេមុននឹងយើងពិភាក្សារឿងនេះយើងត្រូវទទួលស្គាល់ថាសង្គ្រាមមិនចំណេញទេមិនចំណេញទាំងកម្ពុជាហើយក៏មិនចំណេញទាំងសៀមពីព្រោះអីសង្គ្រាមទី1ធ្វើឲ្យបាត់បង់អាយុជីវិតមនុស្សជីវិតដែលមិនអាចកាត់ថ្លៃបានបន្ទាប់មកសង្គ្រាមបំផ្លាញគ្នាទៅវិញទៅមកអាវុធទាំងឡាយដែលទិញមកហ្នឹងគឺទៅតែបាញ់ហើយគឺអស់លុយឯបាទក្រកកំភ្លើងទាំងឡាយគឺធ្វើដំណើរតែមួយទិសទេគឺទៅឲ្យមិនត្រឡប់មកវិញអស់លុយហើយគឺបំផ្លាញអ្វីដែលជារបស់សត្រូវទៀតយើងក៏បំផ្លាញគេគេក៏បំផ្លាញយើងបន្ទាប់មកការបិទព្រំដែនក៏មិនចំណេញដែរទាំងខាងសៀមទាំងខាងខ្មែរហើយសំណួរនៅពេលនេះតើអ្នកណាខាតជាងនៅពេលដែលគេបិទព្រំដែនពិបាកថ្លឹងថ្លែងបងប្អូនអរគុណអ្វីត្បិតតែអានោះវិញនិយាយពីតួលេខឆ្នាំ2024ពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងសៀមនឹងមានទំហំដល់ទៅ 4.2 ពាន់លានដុល្លារ 4.2 billion ប៉ុន្តែក្នុងចំណោម 4.2 billion ហ្នឹងសៀមបាននាំចូលកម្ពុជារហូតទៅដល់ 3.46 ពាន់លានខណៈដែលកម្ពុជានាំទៅសៀមវិញមិនដល់ 1000 លានផងត្រឹមតែ 844 លានដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះអញ្ចឹងទំហំនៃការនាំចេញហើយនឹងនាំចូលហ្នឹងគឺសៀមនាំចូលមកកម្ពុជាធំជាងកម្ពុជានាំចូលទៅសៀមចំនួនដល់ទៅ4ដងតែដោយសារតែសេដ្ឋកិច្ចរបស់សៀមវាធំជាងយើងដល់ទៅ 8-9 ដងអញ្ចឹងបើនិយាយពីការខាតតើនរណាគេខាតជាងខ្ញុំអត់ដឹងទេខ្ញុំមិនដឹងថានរណាគេខាតជាងទេប៉ុន្តែកន្លងមកយើងឃើញថាអាជីវករខ្មែរហាក់ដូចជាមិនសូវឃើញមានរអ៊ូរទាំទាមទារឲ្យបើកព្រំដែនទេខណៈដែរអាជីវករសៀមទេដែលមានការខឹងសម្បានឹងនាយករដ្ឋមន្ត្រីបច្ចុប្បន្នរបស់ខ្លួនលោកអាណេធីនច័ន្ទវីរៈកុលហើយទាមទារឲ្យលោកអាណេធីននឹងធ្វើយ៉ាងណាបើកព្រំដែនជាមួយកម្ពុជាឡើងវិញអញ្ចឹងយើងឃើញថាអាជីវករកម្ពុជាប្រហែលជាគេលាក់ឬក៏គេបិទមិនឲ្យឃើញការរអ៊ូរទាំអូនត្អែរបស់ប្រជាពលរដ្ឋឬក៏អាជីវករកម្ពុជាមិនដឹងទេណាតែដូចខ្ញុំនិយាយខាងលើអញ្ចឹងអាជីវករកម្ពុជាហាក់ដូចជាសម្របខ្លួនទៅនឹងការបិទព្រំដែននេះស្រួលជាងអាជីវករសៀមហើយឥឡូវនេះតើយើងគួរបើកព្រំដែនដែរឬទេយើងត្រូវដឹងថាប្រទេស3ដែលនៅជុំវិញយើងហ្នឹងសៀមលាវហើយនិងយួនប្រទេស3នេះចង់មិនចង់ក៏ដោយនឹងនៅជាប់ប្រទេសកម្ពុជាជារៀងរហូតលុះត្រាតែមានសង្គ្រាមធំដុំណាមួយហើយមានការផ្លាស់ប្ដូរភូមិសាស្ត្រធ្វើឲ្យប្រទេសណាមួយក្នុងចំណោមប្រទេសទាំង4ហ្នឹងបាត់បង់ពីពិភពលោកអីហ្នឹងមិនដឹងទេប៉ុន្តែបើដូចបច្ចុប្បន្ននេះគឺថាកម្ពុជានឹងមានមិត្តក៏ដោយសត្រូវក៏ដោយ3នៅជាប់ខ្លួនសៀមលាវហើយនិងយួនអញ្ចឹងចង់យើងត្រូវតែរៀនរស់ជាមួយប្រទេសទាំង3នេះឥឡូវមានរឿងអ្វីកើតឡើងបើសិនយើងឈប់ប្រើតំណែងសៀមយើងមិនអាចឈប់ប្រើជារៀងរហូតទេនៅតែមានតំណែងមួយចំនួនលួចនាំចូលមកប្រទេសសៀមដោយខុសច្បាប់ហើយតើមានតំណែងខ្មែរនាំចូលទៅប្រទេសសៀមដោយខុសច្បាប់ដែរឬទេអាហ្នឹងខ្ញុំមិនដឹងទេប៉ុន្តែកន្លងមកយើងដឹងថាមានតំណែងសៀមមួយចំនួនហ្នឹងនៅតែអាចលួចចូលមកកម្ពុជាតាមច្រកផ្សេងៗតាមសមុទ្រតាមប្រទេសលាវលក្ខណៈប៉ុន្តែវាមិនច្រើនដូចមុនទេហើយតាមរយៈការបិទព្រំដែនជិត1ឆ្នាំកន្លងទៅនេះយើងឃើញថាកម្ពុជាហាក់ដូចជាអាចរស់នៅដោយគ្មានសៀមអាចរស់នៅដោយគ្មានសៀមដោយសារតែនៅពេលដែលយើងជុំនាំតំណែងសៀមចូលយើងនាំតំណែងពីប្រទេសផ្សេងទៀតហើយអញ្ចឹងធ្វើឲ្យយើងហាក់ដូចជាខ្ញុំប្រាប់ពីហាក់ដូចជាចុះមិនត្រូវការសៀមប្រមាណដែលយើងអាចរស់នៅដោយគ្មានសៀមបានហើយមានរឿងអ្វីកើតឡើងនៅពេលដែលយើងជប់ប្រើតំណែងសៀមនៅពេលដែលយើងជប់ប្រើតំណែងសៀមហ្នឹងយើងមានបញ្ហាមួយយើងនឹងខ្វះតំណែងមួយចំនួនដែលយើងអត់ផលិតដែលយើងអត់ដែលផលិតទេយើងប្រើតំណែងបរទេស 100% តែនៅពេលហ្នឹងនៅពេលដែលយើងខ្វះយើងនឹងនាំពីប្រទេសផ្សេងទៀតហើយបន្តទៅទៀតយើងនឹងនាំគ្នាផលិតអ្វីដែលយើងខ្វះនោះនៅពេលដែលយើងផលិតមានរឿងអ្វីកើតឡើងនៅពេលដែលយើងផលិតយើងត្រូវការកម្លាំងពលកម្មពួកយើងត្រូវការផលិតដើម្បីផ្គត់ផ្គង់ប្រជាជនចំនួន18លាននាក់អញ្ចឹងយើងមិនផលិតលក្ខណៈគ្រួសារខ្នាតតូចបានទេយើងត្រូវផលិតខ្នាតធំយើងផលិតទ្រង់ទ្រាយធំដើម្បីផ្គត់ផ្គង់ប្រជាជនកម្ពុជាចំនួន18លាននាក់ហើយនៅពេលដែលយើងផលិតដូចយើងនិយាយខាងលើអញ្ចឹងយើងនឹងត្រូវការពលកម្ម
នៅពេលដែលយើងត្រូវការកម្លាំងពលកម្មមានន័យថាយើងនឹងបង្កើតការងារធ្វើហើយនៅពេលយើងបង្កើតការងារធ្វើចំនួនការងារនឹងកើនឡើងផ្ទុយមកវិញចំនួនគ្មានការងារធ្វើនឹងថយចុះហើយនៅពេលនោះសេដ្ឋកិច្ចកម្ពុជានឹងល្អប្រសើរឡើងយើងមានទាំងការងារធ្វើប្រជាជនក៏បានបងលុយចូលរដ្ឋក៏មានចំណូលហើយរដ្ឋក៏យកលុយនោះមកអភិវឌ្ឍនៅក្នុងស្រុកយើងវិញអញ្ចឹងការពហិការទំនិញសៀមនេះដោយធម្មជាតិក៏ដោយដោយចេតនាក៏ដោយដោយមូលហេតុណាមួយក៏ដោយដោយសារតែព្រំដែនរវាងប្រទេសទាំងពីរត្រូវបានបិទក៏ដោយគឺជារឿងមួយល្អសម្រាប់ប្រទេសកម្ពុជាហើយអញ្ចឹងយើងមិនបាច់ភ័យទេដរាបណាសៀមវាមិនបើកមុនទេយើងមិនបាច់បារម្ភទៅបើកទេពីព្រោះអីវាជាអ្នកបិទតែហើយយើងចង់បើកទៅអីដោយភាសាសម្ដេចហ៊ុនសែនអញ្ចឹងវាចង់បើកទៅវាអ្នកបិទខ្លួនវាទៅបើកខ្លួនវាទៅអាហ្នឹងទី1ទី2បើសិនវាចង់បើកវាត្រូវតែដកលុបបន្លាកុងតឺន័រចេញពីទឹកដីកម្ពុជាហ្នឹងសម្រាប់ខ្ញុំគឺជាលក្ខខណ្ឌមួយក្នុងការបើកព្រំដែនចុះចំណែកបងប្អូនទាំងអស់គ្នាវិញសំណួរនៅពេលនេះតើកម្ពុជាគួរបើកព្រំដែនដែរឬទេហើយបើសិនជាបើកតើយើងគួរមានលក្ខខណ្ឌអីខ្លះដើម្បីឲ្យកម្ពុជាបើកព្រំដែនជាមួយសៀមហើយត្រឡប់ទៅរកប្រក្រតីភាពដូចមុនខែកក្កដាឆ្នាំ2025ឡើងវិញ